ពុជាសហភាពអឺរ៉ុបបើកកិច្ចពិភាក្សាលើប្រធានបទអតិភិបដើម្បីជំរុញបរិយាកាសវិនិយោគទ្វេភាគីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងសហភាពអឺរ៉ុបប្រចាំកម្ពុជាបានរួមគ្នាបើកកិច្ចសន្ទនាលើកទី3រវាងរដ្ឋនិងវិស័យឯកជនកម្ពុជាសហភាពអឺរ៉ុប The Third Cambodia Europe Public Private Sector Dialogue ដើម្បីកែលម្អនិងជំរុញបរិយាកាសវិនិយោគទ្វេភាគីកាន់តែប្រសើរកិច្ចពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃទី22ខែមេសាឆ្នាំ2025ក្រោមវត្តមានលោកសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងលោក Igor Driesmanឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក Gabriel Facha ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា Europe Cham លោក Stefan Messer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហភាពអាល្លឺម៉ង់ប្រចាំនៅកម្ពុជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធតំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុបអាស៊ាន EU ABC វិស័យឯកជននិងមន្ត្រីជំនាញជាច្រើនរូបទៀតកិច្ចសន្ទនាលើកទី3រវាងរដ្ឋនិងវិស័យឯកជនកម្ពុជាសហភាពអឺរ៉ុបបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនអឺរ៉ុបសម្ដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចប្រជុំពីលើកន្លងមកในឱកាសនោះលោកសុនចន្ទថុលបានស្វាគមន៍ទៅកាន់សហភាពអឺរ៉ុបប្រចាំកម្ពុជានិងភាគីពាក់ព័ន្ធដែលចូលរួមនិងថ្លែងអំណរគុណទៅកាន់វិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជានិងពង្រីកប្រតិបត្តិការធុរកិច្ចក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់សូមជម្រាបដែរថាតាមរយៈវេទិកានៃកិច្ចសន្ទនានេះដែរតំណាងវិនិយោគិនអឺរ៉ុបបានបង្ហាញនៅចំណាប់អារម្មណ៍ជាវិជ្ជមានដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដោយមានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការជាមួយគ្នានេះសហភាពអឺរ៉ុបក៏បានបង្ហាញនៅសន្តិនិយមខ្ពស់ចំពោះការទទួលស្ដាប់ពីបញ្ហាប្រឈមនិងការពិភាក្សាផ្លាស់ប្ដូរយោបល់ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតបក៏ដូចជាដំណោះស្រាយនានាបន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចប្រជុំទាំងពីរលើកកន្លងមកផងដែរ